ស្ទើរទាំងអស់គ្នាថ្ងៃនេះយើងមានវិធីកម្មវិធីមួយប្រំពៃអត់មានពីរបៀប download កម្មវិធីនៅក្នុង Play Store គិតលុយនោះគឺយើង download វាបានដោយ free ហើយអញ្ចឹងដើម្បីដំឡើងនៅកម្មវិធីដែលវាគិតលុយនៅក្នុង Play Store បានដោយ free ហ្នឹងគឺដំបូងគឺយើងត្រូវទៅចូលទៅកាន់កម្មវិធី Google បន្ទាប់មក search ពាក្យថា App Store គេខាងលើនេះហើយបន្តចុចលើគេទាំងអស់ហើយចុចពាក្យនៅខាងលើនេះបបទៅ install now ដែលមានបបទៅសញ្ញាបបទៅចុះក្រោមនោះមកតែដោយសារទូរស័ព្ទតែរបស់ខ្ញុំគឺបានដំឡើងវាហើយអញ្ចឹងគឺខ្ញុំបាត់ចាំបាច់ដំឡើងវាទេគឺគ្រាន់តែយើងប៉ះត្រង់ហ្នឹងគឺវានឹងធ្វើការដំឡើងទាញយកកម្មវិធីឲ្យយើងតែម្ដងហើយគេឲ្យដោយសារខ្ញុំដំឡើងហើយអញ្ចឹងគឺខ្ញុំអត់ដំឡើងកម្មវិធីហ្នឹងទេហើយនៅពេលដែលយើង download នៅកម្មវិធី App Store ហ្នឹងចប់គឺខ្ញុំពេលបានចប់គឺវានឹងមានរូបសញ្ញាព្រួយចុះក្រោមពណ៌លឿងឈ្មោះថា App Store ហ្នឹងហើយឥឡូវខ្ញុំចូលទៅកាន់កម្មវិធី Play Store សិនតែអរគ្នាមើលគឺពាក្យថា File Manager Pro File Manager Pro នេះដែលវាគិតលុយពីយើងគឺ File Manager Pro មួយនេះគឺចំនួន109.99 សតាអញ្ចឹងដើម្បីដំឡើងនៅកម្មវិធី free គេចូលទៅកាន់កម្មវិធី App Store ដែលយើងបានដំឡើងរួចហើយហ្នឹងទៅបន្តមកចុចត្រង់ប្រអប់ search ខាងលើគេនេះ search វាថាឈ្មោះថា File Manager Pro ប៉ុន្តែគឺយើងត្រូវតែសរសេរឲ្យចំនៃពាក្យរបស់វាគឺមិនមែនដូចជា Play Store នោះទេ File Manager Pro ពេលយើងឃើញមាន File Manager Pro ជាច្រើននៅលើគឺយើងកុំដំឡើងវាគឺយើងអូសមកក្រោមរហូតតតែឃើញពាក្យដែលមានសញ្ញាពណ៌ទៅរូបផែនដីនឹងមកហើយចុចនៅលើនោះមកពេលនេះគឺយើងនឹងឃើញ file ជាច្រើនដោយសារតែកម្មវិធី File Manager Pro គឺវាមានច្រើនដែរតែហ្នឹងគឺវាចេញច្រើនប៉ុន្តែកម្មវិធីដែលមានខ្ញុំសូមបញ្ជាក់ដោយសារកម្មវិធីដែលមានសញ្ញា app មួយណាដែលមានសញ្ញាពណ៌ខៀវដែលមានរូបសញ្ញាតែមានន័យថា app ហ្នឹងគឺយើងអាចដំឡើងប្រើប្រាស់បានបើសិនជាវាអត់មានចេញសញ្ញាខៀវគឺចេញតែបែបនេះគឺយើងមិនចាំបាច់ដំឡើងទេគឺថាតែកម្មវិធីនឹងនៅពេលយើងដំឡើងវាហើយក៏យើងអាចប្រើវាប្រើបានដែរអញ្ចឹងគឺ File Manager Pro មានគេទៅការ download មួយនេះដែលក្នុងប្រសិនវាគិតលុយ109 បាតមិញហ្នឹងដំឡើងវាទាំងអស់គ្នាចុចពាក្យថា install បត់គេមកចាំតែគេការ download យើងឥឡូវវាពុំ download ទៅហើយហើយនឹងខ្ញុំសូមប្រាប់ដោយសារតែវីដេអូមុនហ្នឹងគឺខ្ញុំបានថតជា clip មួយដើម្បីប្រាប់ពីរបៀប download free ដែរប៉ុន្តែខ្ញុំបានប្រាប់ពីរបៀបតែយើង download ទៅវាប្រើកើតអីកើតអញ្ចឹងគឺដោយសារតែវីដេអូមុនខ្ញុំប្រាប់អត់បានអស់ដោយសារតែខ្ញុំត្រូវការធ្វើនៅឲ្យនាទីវាខ្លីដើម្បីស្រួល upload ទៅក្នុង Facebook គេឥឡូវហ្នឹងគឺ download វាពេញទៅហើយអញ្ចឹងយើងចេញទៅមើលកម្មវិធីដែលយើង download អស់គ្នានេះជាកម្មវិធី File Manager Pro ដែលយើង download ដែលយើងបាន download មួយហ្នឹងហើយយើងចូលទៅកាន់ Play Store របស់គ្នាតែកម្មវិធីនេះយើងបានដំឡើងហើយនេះគឺជា File Manager Pro មិនមែនអូមក
កម្មវិធីនេះវាគិតលុយនេះមិញឥឡូវនេះគឺយើងបានដំឡើងវាដែលបានឌីព្រីរួចដែរអញ្ចឹងយើងបើកសាក់បើកវាប្រើតែម្ដងនេះជាកម្មវិធីដែលវាគិតលុយពីយើងមិនមែនទេហើយកម្មវិធីនេះក៏វាស្រួលដល់យើងមួយយ៉ាងដែរនៅពេលយើងចង់ត្រូវការផ្ទុកនៅកម្មវិធីផ្ទុកឲ្យគឺវាស្រួលហើយវីដេអូមួយនេះគឺមានច្រើនមានតែប៉ុណ្្នឹងឯងដើម្បីប្រាប់ប្រាប់អ្នកគ្នាហើយត្រូវជួយ like ឲ្យបានច្រើនផងអូខេបាយបាយ